នៅថ្ងៃនេះរដូវផ្ការីកដ៏ស្រស់បំព្រងរលកពណ៌ខៀវនៃក្តីសង្ឃឹមបានបក់បោកនៅឯទីលានសន្តិភាពសួន World Cup ទីក្រុងសេអ៊ូលនេះជាពិធីក្បួនយាត្រាគ្រួសារជីវិតថ្មីនៃសេចក្តីស្រឡាញ់លើកទី19អគ្គនាយិកាសាំងគីលចានៃអង្គការមូលនិធិ We Love You អន្តរជាតិអ្នកការទូតដែលឈរជើងនៅកូរ៉េនិងសមាជិក We Love You ជាង 13,000 នាក់បានមកជួបជុំគ្នាដើម្បីជួយដល់អ្នកជិតខាង이번 걷기대회는 국제복지소외 가정과 다문화 가정에 대한 지원과 또 교육 문제 어려움을 겪는 해외 개발도상국의 도움과 희망을 주고자 이곳 서울 상암 월드컵 공원 평화의 광장에서 개최하게 됐습니다. អគ្គនាយិកាសាំងគីលចានិងសមាជិក We Love You បានប្រឹងប្រែងយ៉ាងអស់ពីចិត្តដើម្បីធានាថាកុមារទាំងអស់ជុំវិញពិភពលោកនឹងមិនបាត់បង់ក្តីសុបិនរបស់ខ្លួនឡើយទោះមានភាពក្រីក្រនិងបរិយាកាសមិនល្អក៏ដោយក្តីស្រឡាញ់របស់អគ្គនាយិកាសាំងគីលចានិងសមាជិក We Love You បានចែកចាយពាសពេញពិភពលោកសម្ភារៈសិក្សាសៀវភៅនិងសម្ភារៈអប់រំត្រូវបានផ្គត់ផ្គង់ដើម្បីជួយឲ្យកុមារមានសុបិនពីអនាគតដ៏ភ្លឺស្វាងហើយបរិក្ខារសាលាត្រូវបានជួសជុលឡើងវិញដើម្បីធានានូវបរិយាកាសសិក្សាប្រកបដោយអនាម័យនិងសុវត្ថិភាពខ្ញុំសូមថ្លែងអំណរគុណដល់អង្គការមូលនិធិ We Love You អន្តរជាតិដែលបានបរិច្ចាគសៀវភៅដល់សាលារបស់យើងនឹងជំរុញកូនសិស្សរបស់យើងឲ្យអានសៀវភៅដែលបានបរិច្ចាគដើម្បីអនាគតរបស់ពួកគេអ្នកបានកែប្រែបន្ទប់ដាក់អីវ៉ាន់ឲ្យទៅជាបណ្ណាល័យហើយបានបរិច្ចាគម៉ាស៊ីនបញ្ចាំងផ្ទាំងបញ្ចាំងស្លាយទៀតរបស់ទាំងនេះជាធនធានដ៏សំខាន់បំផុតដើម្បីជួយកុមារតាមរបៀបដែលមានប្រយោជន៍ក្នុងនាមជាអ្នកបម្រើការនៅការិយាល័យអប់រំខ្ញុំសប្បាយចិត្តណាស់អរគុណច្រើន We love you អគ្គនាយិកាសាំងគីលចានៃមូលនិធិ We Love You បានសាងសង់បណ្ណាល័យនៅសាលាទី79ហើយតាំងនាមឲ្យសិស្សានុសិស្សនៅសាលារបស់យើងឪពុកម្ដាយនិងគ្រូបង្រៀនខ្ញុំសូមថ្លែងអំណរគុណដល់អគ្គនាយិកាសាំងគីលចានិងសមាជិក We Love You ទាំងអស់គ្នាពិភពលោកដែលកុមារដែលជាអនាគតរបស់យើងអាចបន្តដើរតាមក្តីសុបិនរហូតដល់ថ្ងៃដែលគ្មានកុមារណាម្នាក់ត្រូវបានទុកចោលហើយប្រកបដោយសុភមង្គលអគ្គនាយិកាសាំងគីលចានឹងនៅតែបន្តដោយចិត្តរបស់ម្ដាយ